បាទលោកអ្នកនាងស្ដាប់ជាទីមេត្រីអាជ្ញាធរបានវាយបង្ក្រាបបាតកោដែលដឹកនាំដោយលោកមុំសំណង់ដូបណ្ដាលឲ្យមនុស្សយ៉ាងតិច7នាក់រងរបួសការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីក្រុមអ្នកតវ៉ានៅព្រឹកថ្ងៃទី27ខែមករាបានហាយក្បួនទម្លុះរបាំងរបស់សមត្ថកិច្ចពីស្ពាននាគខាងត្បូងវត្តភ្នំទៅមុខក្រសួងព័ត៌មានដើម្បីទាមទារឲ្យក្រសួងមួយនេះផ្ដល់អាជ្ញាប័ណ្ណទូរទស្សន៍ឯករាជ្យនិងទាមទារពង្រីកការផ្សាយបន្តរបស់វិទ្យុសម្បុកឃ្មុំបាទលោកវ៉ាន់វិចាររាយការណ៍ព័ត៌មាននេះកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញប្រមាណជាង500នាក់អមទៅដោយកម្លាំងនគរបាលបង្ក្រាបបាតកម្មរាប់សិបនាក់រួមនឹងកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញជាច្រើនទៀតត្រូវបានបញ្ជាឲ្យចូលវាយសម្ពងបង្ក្រាបក្រុមបាតកោដែលដឹកនាំដោយលោកមុំសំណង់ដូនៅខាងមុខក្រសួងព័ត៌មានមុននឹងចូលបំបែកក្រុមអាជ្ញាធរដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោករតស្រៀងបានប្រកាសតាមបុគ្គលសនៈស័ព្ទបញ្ជាឲ្យពលរដ្ឋនិងបាតកោទាំងអស់ចេញពីមុខក្រសួងព័ត៌មាននិងបើកផ្លូវឲ្យធ្វើចរាចរណ៍ឡើងវិញសមត្ថកិច្ចទាំងនោះទុកពេលឲ្យ5នាទីសម្រាប់ធ្វើការចាក់ចេញបន្ទាប់ពីបង្ក្រាបរួចមានមនុស្សយ៉ាងតិចណាស់ចំនួន7នាក់បានរងរបួសហើយក្នុងនោះបុរសម្នាក់ត្រូវបានកម្លាំងសន្តិសុខសាលារាជធានីភ្នំពេញចាប់ខ្លួនបាតកោខ្លះត្រូវដំបងបែកក្បាលអ្នកខ្លះត្រូវសមត្ថកិច្ចទាត់ធាក់និងអ្នកខ្លះទៀតត្រូវប្រកាច់ដួលផ្ងាជើងដោយសារតែកម្លាំងនៃការបាញ់គ្រាប់បែកផ្សែងជាច្រើនគ្រាប់បុរសម្នាក់ដែលអះអាងថាខ្លួនជាអ្នករត់ម៉ូតូឌុបក៏ត្រូវកម្លាំងសន្តិសុខវាយចំក្បាលឲ្យរងរបួសបែកឈាមហូរស្រោចខ្លួនដែរកំពុងអង្គុយអោបក្បាលដែលមានឈាមហូរច្រាលប្រឡោះម្រាមដៃនិងមានស្នាមរបួសរយៈក្បាលប្រមាណ3ថ្នាំងដៃផងនោះបុរសម្នាក់នោះនិយាយទាំងញញថាគាត់មិនមានកំហុសអ្វីទេតែក្រុមសន្តិសុខសម្រុកវាយបំបែកក្បាលគាត់តែម្ដងtôi mới có con mà vay em chơi. Giờ ai vay bông? Ô vì mình đang say bông vì chán na vay nữa. Vay thôi ta các ba nữa bông. Phu ơi, ở đây nhóm bay các ba là phu, nhóm bay các ba hô chiêm chán khoang na phu. ទោះជាបែបណាក្តីមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញលោករតស្រៀងបានបញ្ជាក់ដោយខ្លីថានេះជាការងាររបស់សមត្ថកិច្ចក្នុងការបើកចរាចរណ៍ឡើងវិញមន្ត្រីអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកខេងទីតូមានប្រសាសន៍ថាសមត្ថកិច្ចអនុវត្តតាមទូនាទីរបស់ខ្លួនក្នុងការរក្សាសន្តិភាពសាធារណៈខាងអាជ្ញាធររាជធានីបានធ្វើការហាមបណ្ដោយគាត់ហាយក្បួនឬក៏បណ្ដោយគាត់ទៅតាមមុខក្រុមគ្នាដែលធ្វើឲ្យប៉ះពាល់ដល់ដំណាក់ស្របនឹងសន្តិសុខអញ្ចឹងគឺគាត់កុកគាត់ហាលប៉ុន្តែគាត់អាចមានសិទ្ធិក្នុងការបញ្ចេញមតិដោយដាក់ញត្តិឬក៏បញ្ជូនញត្តិទៅអាជ្ញាធរតកតងនឹងការធ្វើបាតកម្មនេះលោកមុំសំណង់ដូមានប្រសាសន៍ថាលោកដឹកនាំការទាមទារបើកវត្ថុដើម្បីផ្ដល់ចំណេះដឹងនិងការអប់រំទូនមានជូនប្រជាពលរដ្ឋប៉ុណ្ណោះមិនមានបំណងប្រើហិង្សាណាមួយទេជាពលរដ្ឋស្វែងយល់ចង់មានការចេះដឹងចង់ស្ដាប់ពីសុខសម្បត្តិគ្រប់ដែលជាពលរដ្ឋមួយចំនួនមិនបានឮពីសុខសម្បត្តិគ្រប់អានឹងវាស្របទៅនឹងរដ្ឋធម្មនុញ្ញវាស្របទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាលកាលពីដើមខែមករាក្រសួងព័ត៌មានបានប្រាប់លោកមុំសំណង់ដូថាក្រសួងមិនមានហ្វ្រេកង់សម្រាប់ផ្ដល់ជូនវិទ្យុសម្បុកឃ្មុំឡើយវត្ថុអាស៊ីសេរីមិនអាចតាក់ទងលោកខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានដើម្បីសុំការអធិប្បាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី27ខែមករាឆ្នាំ2014ក្រៅពីការវាយបង្ក្រាបទៅលើក្រុមបាតកោនិងពលរដ្ឋក្រុមសមត្ថកិច្ចក៏បានប្រមូលម៉ូតូនិងរ៉ឺម៉កកង់3មួយចំនួនយកទៅទុកក្នុងសាលាក្រុងដោយសារតែម្ចាស់យានយន្តទាំងនោះបានភិតភ័យហើយរត់ចោលនៅក្នុងពេលដែលប៉ូលីសនិង PM បំបែកបាតកោសង្គមស៊ីវិលចាត់ទុកថាការបង្ក្រាបដោយហិង្សាទៅលើអ្នកតវ៉ាជារឿងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរកាលពីថ្ងៃទី26ខែមករាអំពើហិង្សាក៏បានផ្ទុះឡើងម្ដងរួចហើយនៅពេលដែលក្រុមកម្មករសហជីពបានធ្វើបាតកម្មទាមទារឲ្យដោះលែងមនុស្សចំនួន23នាក់ដែលកំពុងតែជាប់ពន្ធនាគារសាលារាជធានីភ្នំពេញក៏បានចេញលិខិតជូនដំណឹងទៅកាន់លោកមុំសំណង់ដូថាអាជ្ញាធរមិនអនុញ្ញាតឲ្យលោកដឹកនាំបាតកម្មឡើយនិងព្រមានថាអ្នកបង្កឲ្យមានចលាចលក្នុងសង្គមនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ខ្ញុំបានវិចារវិទ្យុអាស៊ីសេរីភ្នំពេញ